ស្វាគមន៍របស់គ្នាគឺសហគមន៍យើងដែលបានទទួលអ្នកទាំងអស់គ្នាដូចពាក់ព័ន្ធទៅនឹងម្ហូបបាយឬមួយក៏ពាក់ព័ន្ធទៅនឹងលើព្រៃមើលអីទៅទៀតគឺព្រៃសហគមន៍របស់យើងខ្ញុំនេះដូចនៅកន្លែងរបស់ខ្ញុំចឹងសូមគោរពលោកនាយកាត់បងសហគមន៍និងសិក្ខាកាមមិនទៅធនធានធម្មជាតិណាតើបញ្ហាគ្រប់គ្រងវាមានដំណើរការមិនណាព្រោះយើងនិយាយពីគេហៅថាដំណើរការវាមានទំនាស់វាមានវិជ្ជមានអវិជ្ជមាននៅក្នុងហ្នឹងការគ្រប់គ្រងសហគមន៍អេកូទេសចរណាហើយនឹងសូមគោរពដល់បងប្អូនទាំងអស់គ្នាចាំម្ដងទៀតនេះខ្ញុំជាអនុប្រធានសហគមន៍ព្រៃឈើចំបក់ហោះក្នុងដែនប្រវត្តិសង្ខេបរបស់ព្រៃសហគមន៍របស់ព្រៃសហគមន៍ទីតាំងភូមិភ្នំដែកភូមិរមនីស្រុករវៀងខេត្តព្រះវិហារចឹងនិយាយពីការកកើតឡើងពីព្រៃចំបក់ហោះហ្នឹងហើយនឹងព្រៃសហគមន៍ហ្នឹងបង្កើតឡើងនៅថ្ងៃទី14ខែ1ឆ្នាំ2013មានសមាជិក531នាក់ស្រី255នាក់និងចំនួនសមាជិកគ្រួសារ259នាក់រួមទាំងជនជាតិដើមភាគតិចមាន40%នៅក្នុងហ្នឹងឯងចង់និយាយពីមិនមែនមានតែត្រឹមតែខ្មែរយើងទេជនជាតិដើមភាគតិចនោះគឺគាត់អ្នកដឹកនាំតែម្ដងមួយដាំកូនឈើឡើងវិញចំនួន5ហិកតាដើមឫស្សី1ហិកតាបានន័យថានៅក្នុងដីសហគមន៍យើងនេះសមិទ្ធផលយើងមានដូចជាដាំកូនឈើហើយនិងដើមឫស្សីបន្តទៀតបបង្គោលព្រំសហគមន៍ចំនួន56បង្គោលបានធ្វើផ្លូវមួយខ្សែតាមកំពូលភ្នំរយងរៀបចំផ្លាកឈ្មោះឈើដើម្បីយកមកបិទលើភ្នក់លើកូនឈើដែលមានឈ្មោះដើមអីចឹងណាហ្នឹងហើយបន្តទៀតរៀបចំផ្លាកសញ្ញាហាមឃាត់និងតំបន់ព្រៃសហគមន៍ចំនួន300ផ្លាកបានចុះល្បាតជាប្រចាំនៅក្នុងនេះដែរផ្លាកសញ្ញាហាមឃាត់មានគេបិទតាមដើមឈើតែនៅក្នុងព្រៃតែនៅលើភ្នំនៅគៀកភ្នំអីហ្នឹងប៉ុន្តែយើងតោះតែយើងឧស្សាហ៍ដើរទៅល្បាតឬក៏ចុះទៅកំសាន្តលេងយើងធ្វើញ៉ៃនៅតាមហ្នឹងហើយមានការចូលល្បាតប្រចាំហ្នឹងបងប្អូនគ្រប់គ្នាសហគមន៍គឺគាត់ចុះល្បាតមិនថាពេលថ្ងៃឬពេលយប់គឺគាត់ចុះរហូតហ្នឹង